Hello សួស្តីនាងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់បង្ហាញបងប្អូនដែលរៀនខាងអគ្គិសនីអេឡិចត្រូនិកមេកានិកបាទផ្នែកមេកាត្រូនិកអីហ្នឹងណាបាទអញ្ចឹងទីទៀតចាំខ្ញុំនិយាយបាទបងគាត់ថាថ្ងៃហ្នឹងខ្ញុំគិតថាខ្ញុំយល់លេងឯណាខ្ញុំឥឡូវខ្ញុំនិយាយពីចំណាប់អារម្មណ៍ខ្ញុំបន្តិចណាខ្ញុំដេកលេងទេបាទនេះយើងដូចឃើញចឹងឥឡូវខ្ញុំទាញទូរស័ព្ទមកគឺដាក់ថតយកតែម្ដងណាខ្ញុំដេកយល់លេងទេដល់ពេលយល់ចឹងទៅមានអារម្មណ៍ថាយើងរៀងអបសុកបាទអបសុកចឹងទៅហើយកូននេះគាត់ដេកអស់ចឹងទៅហើយយប់ជ្រៅយប់ដែរហើយអញ្ចឹងក៏នឹកឃើញមួយថែធ្វើវីដេអូមួយលេងសិនបាទហើយអត់មានបំណងអីត្រៀមអីទេគឺបាទក៏អាវនេះលាកដេកយប់អីសាមញ្ញតែម្ដងណាអត់មានតុបតែងខ្លួនអីសំដែងគឺអត់ទេគឺស៊ីមចឹងហ្មងបាទស៊ីមមកហ្មងអូខេអញ្ចឹងខ្ញុំបាទមានប្រធានបទមួយគឺចង់បង្ហាញសិស្សនិស្សិតពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភ្នើមតិចណាបាទអញ្ចឹងតើអ្វីទៅជាប្រព័ន្ធភ្នើមតិចប្រព័ន្ធភ្នើមតិចគឺគេសំដៅទៅលើប្រព័ន្ធខ្យល់ណាបើគាត់ថាពាក្យបច្ចេកទេសរបស់គេប្រើពាក្យថា pneumatic system បាទ pneumatic system ហ្នឹងគឺមានន័យថាប្រព័ន្ធខ្យល់នឹងឯងណាខ្មែរយើងប្រើតែប្រព័ន្ធខ្យល់នឹងឯងអូខេអញ្ចឹងប្រព័ន្ធខ្យល់ហ្នឹងវាមានសារៈសំខាន់អីណាឥឡូវខ្ញុំនិយាយត្រួសពីប្រព័ន្ធខ្យល់ហ្នឹងហើយបន្តមកខ្ញុំនឹងចូលទៅមេរៀនហើយបង្ហាញអំពី introduction to pneumatic ដំបូងសម្រាប់សិស្សនិស្សិតដែលគាត់ចាប់ផ្ដើមរៀនប្រព័ន្ធ pneumatic ដំបូងណាអូខេអញ្ចឹងប្រព័ន្ធ pneumatic ជាទូទៅគឺគេប្រើវានៅក្នុង industrial ណាក្នុងរោងចក្រឧស្សាហកម្មហើយនៅក្នុងរោងចក្រឧស្សាហកម្មគឺគេប្រើប្រព័ន្ធ pneumatic នឹងច្រើនណាបាទដើម្បី process នៅចង្វាក់ផលិតកម្មរបស់គេឧទាហរណ៍ដូចជាការយកប្រព័ន្ធខ្យល់ហ្នឹងទៅសង្កត់បាទអ្វីមួយបាទយកប្រព័ន្ធខ្យល់ហ្នឹងទៅខ្ចប់វិចខ្ចប់មហូបវិចខ្ចប់ពួកថ្នាំពេទ្យពួកអីហ្នឹងណាបាទអញ្ចឹងគឺវាសំខាន់ណាហើយប្រព័ន្ធខ្យល់ហ្នឹងគឺប្រើទូលំទូលាយណាប្រើទូលំទូលាយដូចយើងយកទៅសពកង់ម៉ូតូកង់ឡានអីយើងហ្នឹងគឺគាត់ប្រព័ន្ធខ្យល់ហ្នឹងហៅថាប្រព័ន្ធភ្នើមបន្តិចអីណាបាទហើយខ្ញុំផ្ដោតអ្វីខ្ញុំនិយាយនេះគឺផ្ដោតទៅក្នុងឧស្សាហកម្មណាបាទឧទាហរណ៍ថានំប៉ោងណានៅក្នុងកញ្ចប់ថងអីប៉ោងហ្នឹងអាហ្នឹងក៏គេយកខ្យល់ទៅដែរតែគេយកខ្យល់ហ្នឹងទៅបាទទាញយកខ្យល់មកហើយគេ compress ក្នុងម៉ាស៊ីនហើយបានគេបញ្ចេញទៅវិញគឺគេមានប្រព័ន្ធចម្រោះ filter វាឲ្យស្អាតចឹងទៅដើម្បីដាក់ចូលទៅក្នុងចំណីអាហារណាដើម្បីឲ្យយើងហូបបាទចំណីអាហារដូចនំប៉ោងមិនមានខ្យល់មានអីហ្នឹងអាហ្នឹងគឺសិតតែប្រព័ន្ធភ្នើមបន្តិចហើយណាបាទហើយអញ្ចឹងប្រធានបទថ្ងៃហ្នឹងគឺខ្ញុំនិយាយតែ introduction ទេណាអូខេបាទអញ្ចឹងខ្ញុំបង្ហាញក្បាលត្រួសប៉ុណ្ណឹងដើម្បីឲ្យបងប្អូនដឹងថាខ្ញុំបង្ហាញពីអីនិយាយពីអីបាទអញ្ចឹងតោះយើងចូលទៅមើលទាំងអស់គ្នាហើយនៅក្នុងមេរៀនហ្នឹងផងដែរសិតតែភាសាអង់គ្លេសទេហើយខ្ញុំនឹងបង្រៀនតិចនិចជាប្រព័ន្ធភ្នើមតិចផ្នែកបច្ចេកទេសហើយនឹងភាសាអង់គ្លេសផងដែរតើភាសាអង់គ្លេសបច្ចេកទេសនៅក្នុងប្រព័ន្ធភ្នើមតិចមានការបកប្រែយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងយើងរៀនទៅយើងចេះទាំងព្រមណាយើងចេះទាំងពាក្យបច្ចេកទេសជាភាសាអង់គ្លេសហើយនឹងប្រព័ន្ធភ្នើមតិចណាប្រព័ន្ធភ្នើមតិចអានេះអ្វីវីដេអូដែលខ្ញុំបង្ហាញនេះគឺសម្រាប់បងប្អូនថ្នាក់ដំបូងទេណាថ្នាក់ដំបូងអញ្ចឹងបើអ្នកដែលគាត់ចេះហើយអូខេអញ្ចឹងបងប្អូនអាចជួយជា comment ជាចំណុចល្អបាទជួយបង្ហាញជាចំណេះដឹងល្អទៅយុវជនយើងជំនាន់ក្រោយអញ្ចឹងអ្វីខ្ញុំធ្វើវីដេអូនេះគឺគ្រាន់តែចង់ចែករំលែកនៅចំណេះដឹងដែលយើងធ្លាប់មានដែលយើងបានធ្វើការនៅផ្នែកឧស្សាហកម្មកន្លងមកទេបាទអញ្ចឹងក៏យើងចែករំលែកទៅណាវាអត់មានអីទៅប៉ះពាល់អីទេហើយវាចំណេញណាចំណេញយុវជនដែលគាត់អត់ដែលបានជួបអត់ដែលបានធ្វើការជាមួយដល់ពេលដែលខ្ញុំបានទៅចែករំលែកទៅគាត់ក៏បានយល់បានដឹងមួយចំនួនដែរណាពួកខ្ញុំធ្លាប់បានជួបមុនតែប៉ុណ្្នឹងទេប៉ុន្តែបើឲ្យថាអូយើងអ្នកចេះអ្នកដឹងទៅលើផ្នែកប្រព័ន្ធហ្នឹងគឺមិនមែនអ្នកចេះអ្នកដឹងលើប្រព័ន្ធហ្នឹងទេណាមានគេអ្នកចេះអ្នកដឹងច្រើនជាងហ្នឹងទៀតបង្កន់ថាគេអត់ចែករំលែកបាទប៉ុន្តែខ្ញុំខ្ញុំថាយើងចេះដឹងដែលយើងធ្លាប់បានជួបហ្នឹងយើងទុកធ្វើអីណាចាយទៅឲ្យក្មេងៗជំនាន់ក្រោយគេដឹងណាអូខេចាអញ្ចឹងយើងចូលទៅទាំងអស់គ្នាណាបាទសួស្តីបងប្អូនណាបាទឥឡូវយើងចូលទៅមេរៀនរបស់យើងដែលខ្ញុំ
បងរៀនគ្នាយើងហ្នឹងគឺតកតងទៅនឹងនេះណា fundamental of pneumatic system ណា fundamental ហ្នឹងគឺសំដៅទៅលើមូលដ្ឋានគ្រឹះបាទមូលដ្ឋានគ្រឹះនៃប្រព័ន្ធខ្យល់ណាអូខេអញ្ចឹងអ្វីដែលខ្ញុំបង្រៀនបងប្អូនគឺខ្ញុំបង្ហាញទាំងភាសាអង់គ្លេសហើយនិងបង្ហាញទាំងពាក្យបច្ចេកទេសនៅក្នុងប្រព័ន្ធ pneumatic នេះណាអូខេអញ្ចឹងខ្ញុំបង្ហាញនៅក្នុង section 1បាទ section 1នេះគឺខ្ញុំចង់បង្ហាញបងប្អូនពីប្រព័ន្ធខ្យល់ណាឥឡូវខ្ញុំបកប្រែ section 1នេះបានន័យថាផ្នែកទី1 basic នេះគឺមូលដ្ឋានគ្រឹះpneumatic ប្រព័ន្ធខ្យល់ណាបាទ pneumatic system ហ្នឹងគឺប្រព័ន្ធខ្យល់ system នេះមានន័យថាប្រព័ន្ធណាអូខេអញ្ចឹងយើងប្រែមកវិញបានន័យថាផ្នែកទី1គឺនិយាយអំពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធខ្យល់បាទប្រព័ន្ធខ្យល់ហើយមូលដ្ឋានគ្រឹះនៃប្រព័ន្ធខ្យល់នៅក្នុងនេះគឺខ្ញុំនិយាយចំណុចទី1បាទ introduction to បាទ pneumatic បាទអញ្ចឹងមានថា introduction យើងយល់ហើយ introduction បានន័យថាយើងណែនាំឲ្យស្គាល់បាទយើងណែនាំឲ្យស្គាល់នៅប្រព័ន្ធ pneumatic ហ្នឹងជាអ្វីអូខេបន្ទាប់មកគឺ learning outcome គឺជាលទ្ធផលសិក្សាបន្ទាប់ពីយើងបញ្ចប់ការសិក្សាហើយខ្ញុំមានធាតុចំនួន3បាទដែលបង្ហាញបងប្អូនណាបាទទី1គឺយើង explain នេះគឺបានន័យថាយើងអាចបញ្យល់ what's a pneumatic system បាទបញ្យល់តើអ្វីទៅជាប្រព័ន្ធ pneumatic បាទអញ្ចឹងពេលដែលយើងសិក្សាចប់យើងអាចបញ្យល់បានថាតើអ្វីជាប្រព័ន្ធ pneumatic ទី2 identify ណា identify នេះគឺសំដៅទៅលើការកំណត់នៅអត្តសញ្ញាណរបស់ប្រព័ន្ធ pneumatic ហ្នឹងបាទអញ្ចឹងបានន័យថាយើងកំណត់បានថាឧស្សាហកម្មណាខ្លះដែលប្រើប្រាស់ប្រព័ន្ធ pneumatic ហ្នឹងណាបាទយើងកំណត់បានថានៅវិស័យឧស្សាហកម្មណាខ្លះណាដែលប្រើប្រាស់ប្រព័ន្ធ pneumatic អូខេចំណុចទី3គឺ understand នេះគឺបាទ understand understood ហ្នឹងគឺមានន័យថាយើងយល់ដឹងណាបាទយើងយល់ដឹង advantage សារៈប្រយោជន៍របស់វា and limitation ណាបាទ limit នេះគឺគេសំដៅទៅលើព្រំដែនកំណត់បាទព្រំកំណត់ណាព្រំដែនកំណត់របស់វាអញ្ចឹងគឺយើងត្រូវបានន័យថាយើងយល់ដឹងអំពីសារៈប្រយោជន៍ហើយនឹងដែនកំណត់របស់វាថាត្រឹមណាណាបាទប្រើប្រាស់នៅត្រឹមណាអីចឹងទៅអូខេអញ្ចឹងវាមិនខុសអីពីគុណវិបត្តិទេណាបាទអញ្ចឹងយើងបន្តចំណុចទី2 slide ទី2នេះគឺខ្ញុំចាប់ផ្ដើមសួរណាថាទី1នេះគេថា what is pneumatic បាទតើអ្វីទៅជាប្រព័ន្ធ pneumatic អញ្ចឹង pneumatic នៅក្នុងនេះយើងប្រែមកថាខ្យល់បាទអញ្ចឹងខ្ញុំអាចនិយាយបានថា what is pneumatic បាទតើអ្វីទៅជាប្រព័ន្ធខ្យល់ប៉ុន្តែខ្ញុំសូមអត់បកទេណាទៅពេលខ្ញុំបង្រៀនទៅមុខទៀតពាក្យថា pneumatic នេះគឺខ្ញុំមិនបកទេខ្ញុំប្រើពាក្យ pneumatic អញ្ចឹងតែម្ដងណាអូខេអញ្ចឹងខ្ញុំនឹងបកពាក្យនេះមួយហើយខ្ញុំអានឲ្យគ្នាយើងស្ដាប់ហើយខ្ញុំបកប្រែឲ្យគ្នាយើងស្ដាប់ណាអូខេអញ្ចឹងការបកប្រែនេះពេលខ្លះខ្ញុំពាក្យមួយចំនួនក៏បកទៅពេលខ្លះទៅក៏អត់បកទៅណាព្រោះបកពេលខ្លះទៅវាអត់យល់ន័យអញ្ចឹងខ្ញុំសុខចិត្តកាត់ពាក្យមួយចំនួនដើម្បីនិយាយឲ្យយល់វិញណាអូខេហើយបាទ pneumatic is a brand បាទ brand នេះគឺគេសំដៅទៅលើខ្នែងឬក៏មែកធៀងឬក៏សាខាណាបាទអញ្ចឹងគេហៅថា brand of engineering បាទន័យថាវាជាមែកធៀងឬក៏សាខាមួយនៅផ្នែកវិស្វកម្មអញ្ចឹងខ្ញុំប្រែចោះណាបាទ that use compressed ណា that use compressed air ដែលប្រើប្រាស់ compressed air នេះគេប្រែមកថាខ្យល់ដែលបានបំណែកណាបាទប៉ុន្តែការពិតបើសិនបើយើងបកចំជាខ្មែរយើងមកគឺយើងប្រែថាខ្យល់ដែរប៉ុន្តែខ្យល់បើភាសាអង់គ្លេសគេដាក់ថា compressed air គេសំដៅទៅលើខ្យល់ដែលគេបានបំណែកវាទុកណាបាទប៉ុន្តែបើយើងប្រែខ្មែរយើងប្រែថាខ្យល់ទៅទេបានហើយបើយើងប្រែមកថាខ្យល់ដែលបានបំណែកគឺយើងនិយាយអត់យល់គ្នាទេបាទឬក៏អីគេឬក៏ gas នេះគឺយើងស្គាល់ហើយណា gas ពួក gas មានដូចជា gas ដាំបាយដាំអីចឹងទៅឬក៏ពាក្យថា gas នេះក្រាស់សាំងយើងក៏គេប្រើពាក្យថា gas នឹងដែរណាអូខេ to transmit ណា to transmit គឺបានន័យថាដើម្បី transmit នេះគឺបញ្ជូនបាទ and control energy បាទ control energy បានន័យថាវាគ្រប់គ្រង
ប្រព័ន្ធធម្មពលអីចឹងទៅណាគ្រប់គ្រងធម្មពលអីចឹងបាទតែធម្មពលនោះវាជាប្រភេទអីបាទធម្មពលមេកានិកឬក៏ធម្មពលអគ្គិសនីឬក៏ជាអីណាបាទនៅក្នុងនេះគឺគេសំដៅទៅលើវាគ្រប់គ្រងទៅលើធម្មពលមេកានិកណាអូខេបាទអញ្ចឹងតិចតិចខ្ញុំបកជារួមណាហើយ pneumatic system ប្រព័ន្ធ pneumatic are commonly បាទន័យថាជារួម use in industry បាទជារួមគឺគេប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម because ដោយសារអីគេណាដោយសារ they are clean ដោយសារតែវាបាទវាស្អាតវា safe ណាបាទវាសុវត្ថិភាព reliable វាអាចជឿជាក់ទុកចិត្តបានហើយ easy to maintain ហើយវាងាយស្រួលក្នុងការទុកដាក់ថែទាំផងដែរណាអូខេអញ្ចឹងខ្ញុំបកមកកញ្ញោមនឹងតែម្ដងណាបាទតិចយើងស្គាល់តើអ្វីជា pneumatic បាទអញ្ចឹងប្រព័ន្ធ pneumatic គឺជាមេធាងឬក៏សាខាមួយបាទរបស់វិស្វកម្មណារបស់វិស្វកម្មដែលប្រើប្រាស់ខ្យល់ឬក៏ហ្គាសដើម្បីបញ្ជូនណាដើម្បីបញ្ជូនឬក៏ទៅគ្រប់គ្រងនៅធម្មពលមេកានិកណាបាទទៅគ្រប់គ្រងនៅធម្មពលរបស់មេកានិកអញ្ចឹងនៅក្នុងនេះគេប្រើតែធម្មពលទៅទេគេមិនប្រើមេកានិកទេប៉ុន្តែខ្ញុំបំពេញន័យចូលតែម្ដងដើម្បីឲ្យយើងយល់ន័យណាព្រោះអីប្រព័ន្ធ pneumatic នេះប្រព័ន្ធគឺជាប្រព័ន្ធខ្យល់អញ្ចឹងគេយកខ្យល់នោះធ្វើអីបាទគេបើន័យថាគេយកវាហ្នឹងទៅបាទទៅបើន័យថាទៅបញ្ជូនដើម្បីប្រើប្រាស់បង្វិលនៅបង្វិលឬក៏រុញនៅធម្មពលមេកានិកផ្សេងណាអូខេបាទអញ្ចឹងមួយទៀតបន្តមកទៀតណាបន្តទៀត pneumatic system are commonly បាទអញ្ចឹងបើន័យថាប្រព័ន្ធ pneumatic បាទជារួមគឺគេប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មហើយដោយសារតែពួកវាហ្នឹងគឺស្អាតសុវត្ថិភាពជឿជាក់បានហើយនឹងងាយស្រួលក្នុងការទុកដាក់ថែទាំអូខេបាទអញ្ចឹងបន្តមកទៀតpneumatic come from the Greek word pneuma ណាបាទអូខេអញ្ចឹងយើងដឹងហើយថាតើនេះ pneumatic come from អញ្ចឹង pneumatic គឺបានមកពីណា Greek word pneuma បាទអញ្ចឹងបានថាពាក្យភាសារបស់ Greek ណាបាទភាសារបស់ Greek គឺមានពាក្យថា pneuma ហើយអត្ថន័យរបស់វា meaning អត្ថន័យនៃ pneuma ហ្នឹងមានន័យថា air ឬក៏ breeze បាទ air ឬក៏ផ្លូវដង្ហើមណាបាទបើយើងប្រែមកអញ្ចឹងជាទូទៅគឺយើងប្រើ air ហ្នឹងឯងបាទគឺ pneumatic ហ្នឹងគឺជាប្រព័ន្ធខ្យល់ហ្នឹងឯងបាទ it involves បាទវាដែលវាពាក់ព័ន្ធជាមួយណា involves ហ្នឹងគឺមានបានន័យថាវាមានភាពពាក់ព័ន្ធបាទវាពាក់ព័ន្ធជាមួយនឹង using compressed air បាទបានន័យថាវាមានពាក់ព័ន្ធក្នុងការប្រើប្រាស់ជាមួយនឹងខ្យល់ណាជាមួយខ្យល់ to products mechanical motion ណាឃើញទេបាទបើន័យថាវាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ខ្យល់ដើម្បីនេះ products នេះគឺផលិតណាផលិតឬក៏បង្កើតនៅចលនាមេកានិកអូខេណា mechanic motion ណាអានេះគឺ motion នេះគឺចលនាបាទ mechanical នេះគឺ mechanic បាទចលនា mechanic អូខេអញ្ចឹងនិយាយជារួមទៅគឺ what is pneumatic ហ្នឹងគឺប្រព័ន្ធ pneumatic គឺជាប្រព័ន្ធខ្យល់ដែលគេយកវាទៅដែលគេទាញយកពីបរិយាកាសមកតាមរយៈ machine compress air បាទន័យថា machine បំណែនខ្យល់បាទហើយគេយកខ្យល់ហ្នឹងទៅប្រើប្រាស់វិញបាទទៅប្រើប្រាស់វិញគឺតាមរយៈបំលែងពីខ្យល់ទៅជាធម្មពលមេកានិកណាអូខេនេះបាទវាផលិតទៅជាចលនាមេកានិកវិញណាអូខេអញ្ចឹងយើងបន្តទៅទៀតណាកុំឲ្យវែងឆ្ងាយពេកគ្រាន់តែជាពាក្យភាសាអង់គ្លេសអូខេចំណុចបន្តមកទៀតគឺខ្ញុំនឹងនិយាយអំពី main component ណា main នេះគឺសំខាន់ component នេះគឺបានន័យថាធាតុផ្សំរបស់វាមួយណាអញ្ចឹងបានន័យថា main component of pneumatic system បានន័យថាធាតុផ្សំនៃ pneumatic នៃប្រព័ន្ធ pneumatic ហ្នឹងតើវាមានអីខ្លះណាអូខេអញ្ចឹងខ្ញុំលើកយកចំណុចទី1គេហៅថា air compressor អូខេចំណុចទី2គឺនេះ air treatment បាទ air treatment unit ដែល air treatment unit ហ្នឹងគឺមាន filter regulator ហើយនិង lubricator ណាអូខេអញ្ចឹងខ្ញុំបង្ហាញពី air compressor តើ air compressor ប្រើថាម៉េច air compressor មានន័យថាម៉ាស៊ីនបំណែនខ្យល់ណាអូខេម៉ាស៊ីនបំណែនខ្យល់នេះយើងស្គាល់ហើយបន្តិចទៀតខ្ញុំនឹងបង្ហាញរូបភាពមួយតើម៉ាស៊ីនបំណែនខ្យល់វាយ៉ាងម៉េចដល់ពេល air treatment នេះគឺខ្ញុំមិនសូមមិនបក air treatment ហ្នឹងទេប៉ុន្តែខ្ញុំនឹង
បញ្យលអំពីនៃនៅក្នុងវងកញ្ចក់ទាំង3នេះណាair treatment unit ហ្នឹងវាមាន3នៅក្នុងហ្នឹងវាមាន3នៅក្នុងហ្នឹងដែលយើងហៅថា air treatment unit ដែលនៅក្នុង air treatment unit វាមាន filter វាយើងប្រែមកថាចម្រោះណាបាទន័យថាផ្នែកដែលចម្រោះប្រព័ន្ធចម្រោះអីចឹងទៅអញ្ចឹង filter នៅក្នុងនេះគឺគេប្រើពាក្យថា air filter បាទប្រព័ន្ធចម្រោះខ្យល់ណាអូខេហើយមួយទៀត regulator គេចង់សំដៅទៅលើ air regulator ណាបាទន័យថាកន្លែងយើងដែលសេរីខ្យល់ណាបាទសេរីលំហូររបស់ខ្យល់ណាបាទលំហូរខ្យល់អូខេមួយទៀត lubricator នេះគឺគេសំដៅទៅលើ air lubricator ហ្នឹងគឺជាប្រភេទប្រេងដែលគេប្រើនៅក្នុងប្រព័ន្ធភ្លើងម៉ាទិកហ្នឹងបាទហើយប្រេងហ្នឹងគឺទូនទីរបស់វាគឺប្រើដើម្បីឲ្យ cylinder ប្រព័ន្ធមេកានិកដែលប្រើជាមួយខ្យល់ហ្នឹងវាមានជាតិរំអិលណាវាមានជាតិរំអិលបាទដើម្បីឲ្យវាងាយស្រួលការប្រើប្រាស់កាត់បន្ថយការខូចខាតទៅលើឧបករណ៍ផ្សេងៗអាហ្នឹងគេហៅថា lubricator អញ្ចឹងទៅមុខទៅខ្ញុំនឹងបង្ហាញមួយទៀតហើយថា filter ជាអី regulator ឬក៏ lubricator ហ្នឹងណាអូខេបាទមួយទៀតគឺយើងនិយាយអំពី control device មានបាទគេហៅ control device ណា control device បាទ control device មានដូចជាពួក valve ណា valve បាទ valve នេះគឺមានថាវ៉ានណាវ៉ានបិទបើកវ៉ានបិទបើកយើងវាមានដូចជា DCV បាទ SCV PCV អញ្ចឹងទៅណាឬក៏ check valve subtle valve អីចឹងទៅណាអូខេអញ្ចឹងទៅមុខទៀតចាំយើងដឹងថាតើអ្វីទៅជា subtle valve check valve ណាបាទឬក៏ DCV ហ្នឹងជាអីហ្នឹងទៅមុខទៀតចាំខ្ញុំបង្ហាញណាបាទឥឡូវនេះយើងគ្រាន់តែដឹងប៉ុណ្្នឹងសិនណាដឹងសិនត្រួសសិនណាអូខេមួយទៀតគឺ actuator ណា actuator នេះគឺ actuator គឺនៅក្នុងប្រព័ន្ធភ្លើងម៉ាទិកវាមាន cylinder ហើយនឹង motor ណា cylinder និង motor អញ្ចឹងទៅមុខទៀតក៏ខ្ញុំបង្ហាញប្រាប់យើងដែរថា cylinder ជាអី motor នេះជាអីអូខេណាមួយទៀតគឺ auxiliary component ណា auxiliary component auxiliary នេះគឺមានន័យថាជំនួយដល់ពេល component ហ្នឹងគឺរបស់ដែលវាផ្សំចូលគ្នាបាទអញ្ចឹងបានន័យថារបស់ផ្សំជំនួយផ្សេងទៀតមានដូចជាsilencer បាទគេហៅថា silencer ណាគេហៅ silencer អញ្ចឹងទៅ silencer នេះគេប្រើវាសម្រាប់បានន័យថាកាត់បន្ថយ noise កាត់បន្ថយសំឡេងរបស់ខ្យល់ឃើញគេប្រើពាក្យថា silent អូខេ silencer អ្នកដែលធ្វើឲ្យកាត់បន្ថយនៅសំឡេងរំខាននៅពេលដែលខ្យល់បញ្ចេញពីការប្រើប្រាស់ណាអូខេហើយមួយទៀតគឺ gauge បាទ gauge នេះគឺគេបានន័យថានាឡិកាសម្រាប់វាស់សម្ពាធណាបាទនាឡិកាវាស់សម្ពាធខ្យល់ហ្នឹងគេហៅ gauge ហ្នឹងណាអូខេមួយទៀត pipe ណា pipe នេះគឺគេសំដៅទៅលើទយោខ្យល់ណាទយោខ្យល់ and fitting នេះគឺfitting នេះគឺតាក់ទងនឹង connector ណា connector ខ្យល់ connector ខ្យល់ណាអូខេបាទហើយអញ្ចឹងយើងឃើញយើងមានទី1ទី2ទី3ទី4ទី5ហើយយើងមានអានេះមួយទៀតគឺទី6ដែលនិយាយអំពីcontrol system ណា control system មាន manual ហើយមាន electrical ឬក៏មាន PLC អញ្ចឹងទៅណាអូខេcontrol system នេះគឺយើងនៅមេរៀននៅចុងក្រោយគេយើងនឹងសិក្សាអំពី control system បានន័យថាយើង control ប្រព័ន្ធភ្លើងម៉ាទិកតាមរយៈអគ្គិសនី electronic ឬក៏ PLC ហ្នឹងឯងណាអូខេអញ្ចឹងខ្ញុំទៅបន្តទៀតខ្ញុំនឹងបង្ហាញអំពី main component of pneumatic system នឹងដដែលបាទដែលខ្ញុំបង្ហាញអំពី compressor តើអ្វីជា compressor ណាអូខេនេះ compressor ណាភាសាអង់គ្លេសគេហៅ compressor ហើយភាសាខ្មែរយើងហៅថាម៉ាស៊ីនបំណែនខ្យល់ណាអូខេនេះអញ្ចឹងបងប្អូនគឺបានឃើញទាំងអស់គ្នាណាម៉ាស៊ីនបំណែនខ្យល់ហ្នឹងគឺរូបរាងបែបហ្នឹងណាអូខេហើយម៉ាស៊ីនបំណែនខ្យល់គឺខ្ញុំអត់បញ្យល់ច្រើនទេព្រោះមេរៀនទៅមុខតិចបាទខ្ញុំបង្រៀនបាទខ្ញុំបញ្យល់អំពីម៉ាស៊ីនបំណែនខ្យល់ហ្នឹងតើវាធ្វើការយ៉ាងម៉េចណាអូខេប៉ុន្តែគាត់ថាយើងមើលរូបភាពវាហើយទៅគឺរូបភាពអញ្ចឹងអានេះអូខេនេះអានេះគេហៅថា gauge ឃើញ gauge នេះ gauge អូខេហើយដល់ពេលអាខ្មៅនេះគេហៅថា pressure switch អាហ្នឹងណាអូខេហើយបើអានេះវិញគេហៅថា tank គេហៅថា storage ណា tank storage បាទ air storage ណាគេហៅថា air storage
ok chẳng mà ta thông sầm rạp tục cho đó ok hay anh ấy cứ motor đó motor ok chẳng anh ấy vẫn cứ cái hai tha compress và compress air và compress air piston này compress air machine nữa machine sầm rạp compress hai bạn đi vẫn cứ filter này filter đó filter chẳng được về việc compress cho tới cứ việc bơi cho tam lần chẳng vì bạn này thao việc filter cho đồng bay cho từ nóng thùng đó ok mỗi tiền này cái hai thằng air treatment á air treatment nó cứ vì miền bay được nóng nắng á và vì miền bay được nóng nắng hay bạn này thằng vì miền anh ấy vì miền ok anh ấy cứ nè filter và filter cứ tì mùi và toàn một tiết cứ regulator nè regulator và ok nè regulator và hay mỗi tiết cứ anh đi và anh ấy cái hai thằng lubricator nó cái này cứ lubricator ok lubricator ok chẳng nơi trong air treatment nó cứ dương miền cho chỗ nè này ní cứ cho chỗ đó ok cái hai thà air input và cho chỗ chẳng anh ấy cứ cái hai thà filter đó nè anh cái hai thà filter ok filter này một bao việc cứ filter đó ok filter với nguyên miền tu nít sầm rạp chấm rock cho loại sạch đó về để dương prai cho mỗi ống cọp xem cứ việc filter loại sạch cho đó ok đập về anh ấy cứ drain vào này cứ cái sầm đai từ lơ van sầm rạp bên tranh tật và chẳng nơi hàng còng nó cứ miền tật và miền tật đỏ và chẳng tật đỏ này vì miền và bật bát sầm rạp bên tranh tật năng tranh ok đang khai ta drain vào hay mùi tiết anh ấy gạch nó cứ như là ca sầm rạp stone sầm piệt đó ok hay xây nhà mùi ní nè anh ấy cái hai cái này cái nhé nè bà nè cái những cái regulator đó regulator chẳng cái lại nó cứ chỉnh lại cái lại sẽ lồng hồ này cho đó cái regulator ai một tiết cho với mình cho chành ok chẳng cái hai thang air output đó cái hai thằng cho chành chẳng anh ấy mà cái này cái thằng lubricator nó cứ cái chạm brain châu nó cái chạm brain chẳng cho được về để chành tới và vì bàn bị tranh trong hai spray nâng tinh tích từ tam trò chẳng việc phơi ở upaco đại pra để chia cylinder để chia motor ấy nó cứ vì miền chết trong al spray nâng tới chẳng việc phơi ở upaco bỏ dương nó cứ vì rồi luôn đó rồi luôn vì smooth đó vì smooth chiên dương mình pra lubricator nè ok hai bị pra bàn dụ và dụ cả bỏ việc ok hay bà ok ta bà ní chẳng mỗi tiết cứ cho bằng hai nhầm pi control device đó control device đi chia vào đó đi chia vào chẳng này vào nó cứ miền này thà van bật bài cái van bật bài cho chẳng van bật bài cho bao nhiêu cứ vì miền tràn bậc hệ vì miền van bật bài cho tam đại dương bật bài và miền van choได้bàn tay dương mua vì nè cái lại mua đó và mua từ tám bật đập về mua một chuối bảo dương mua vì tích chẳng màu đó ok và nếu dương mua đi van tật chẳng đấy ok hay là mũi này tiết và anh ấy hai directional control và anh ấy vào cái bật ba tam mà kia này chẳng à một hết vào đấy từ một tí dương riêng đài đó bàn tay van ấy cứ việc bật ba về cái bật ba tam rồi dạ đáy của miên tam rồi dạ cho của miên brain của miên hay kisini của miên nó miên trời ok chắc nhom từ và tỏ một tiết cứ actuator đó actuator này cứ cái dòng đai từ lừa cứ tua là actuator này và chẳng cứ tua nó không một quan pneumatic cứ miên cylinder hai nắng motor đó và cylinder này dưới nhẹ thôi nhé anh đang hai cylinder đó và đang hai cylinder hay anh đi vàនេះគឺ cylinder ដែរណាអូខេ cylinder អូខេអញ្ចឹងខ្ញុំ sorry ណាខ្ញុំចូលទៅបើកមើលមេរៀនបន្តិចណាចូលមើលមេរៀនបន្តិចសិនបាទមេរៀននេះអូខេមេរៀនហើយបាទនេះឃើញណាយើងមើលរូបភាពដែលមានចលនានេះអញ្ចឹង cylinder គឺវាធ្វើចលនាបាទ cylinder ណា cylinder គឺវាធ្វើចលនាបែបហ្នឹងណាអូខេហើយអូខេ
เคណាគឺវាមានចលនាសម្រាប់រុញរបស់អីមួយចូលឡាំងចូលអីចឹងតែហ្នឹងវាគឺការមានច្រើនណាតើទៅមុខទៀតយើងនឹងមានយើងតាមដានតទៅទៀតណាឥឡូវយើងចូលដល់ចំណុចមួយទៀតគឺបាទចំណុចមួយទៀតនេះបាទអូខេឡើយយើងមើលអស់គ្នាណានេះគេនេះជាអីគេបាទនេះគឺខ្ញុំហៅថាជា auxiliary component ណាបានថាធាតុផ្សំផ្សេងដែលចូលនៅក្នុងប្រព័ន្ធខ្យល់ហ្នឹងគឺមានដូចជាផៃនេះគឺសំដៅទៅលើទយោនេះណាទយោអូខេហើយមួយទៀតគឺ fitting គឺសំដៅនេះប្រព័ន្ធនេះគឺយើងហៅ fitting ណាជាភាសាអង់គ្លេសអូខេនៅក្នុងប្រព័ន្ធទយោយើងមានលេខរបស់វានេះឃើញទេបាទវាមានលេខ4លេខ6លេខ8 10 12 14ហើយនិង16ណាបាទ4 6 8 10 12 14 16អញ្ចឹងលេខវាគូរហូតណាអូខេហើយអញ្ចឹងនេះ ratio ហ្នឹងគឺបានន័យថា ratio ហ្នឹងគឺបើប្រែជាខ្មែរយើងហៅថាផលធៀបអូខេផលធៀបហើយមួយទៀត inner ណា inner diameter នេះគឺគេសំដៅទៅលើអង្កត់ផ្ចិតផ្នែកខាងក្នុងណាអូខេអានេះinner គឺអានេះអង្កត់ផ្ចិតអូខេហ្នឹងកត់ចិត្តផ្នែកខាងក្នុងរបស់ទយោណាអាហ្នឹងគេហៅថា inner អូខេដល់ពេល outer diameter គឺគេសំដៅទៅលើកត់ចិត្តខាងក្រៅណានេះកត់ចិត្តខាងក្រៅអូខេហ្នឹងកត់ចិត្តខាងក្រៅហ្នឹងកត់ចិត្តហ្នឹងគេហៅថា outer diameter ណាអូខេអញ្ចឹងដល់ពេលដែលគេសរសេរ ratio គេសរសេរ4បាទនេះ4គេសរសេរ4នេះបាទ25អញ្ចឹងវាបានអានេះ4គុណនឹង 2.5 អូខេ sorry 25ណា 2.5 អូខេណាអញ្ចឹងបានថាអង្គប់ចិត្តផ្នែកខាងក្នុងអានេះបាទអង្គប់ចិត្តផ្នែកខាងក្រៅអានេះហើយដល់ពេលគេសរសេរនៅក្នុងទយោគឺស្អីចេះអូខេឲ្យយើងយល់ណាឲ្យយើងយល់ចេះមើលវាថ្ងៃក្រោយគេសរសេរអញ្ចឹងគេសរសេរនៅលើទយោហ្នឹងគេសរសេរអញ្ចឹង4គុណឲ្យ 2.5 អញ្ចឹងទៅណាអញ្ចឹងយើងដឹងហើយគេសរសេរតែប៉ុណ្្នឹងយើងដឹងថា outer diameter ស្មើ4បាទហើយ inner diameter ស្មើ 2.5 ណា 2.5 អូខេបាទអញ្ចឹងយើងយល់ហើយអានេះវិញបាទអានេះគឺមានទំហំរបស់វាណាជាទូទៅគេប្រើវាជា inch ឈ្មោះវាគេប្រើវាទំហំនេះបាទទំហំវាគឺជា inch ណាប៉ុន្តែចាំទៅមុខទៀតចាំយើងដឹងទៅមុខទៀតរៀនទៀតណាអូខេចានេះយើងគ្រាន់តែ introduction ទេ introduction អូខេ introduction យើងស្គាល់ណាស្គាល់មួយឃើញទេនេះអានេះប្រភេទតេណាប្រភេទតេអញ្ចឹងទៅអូអានេះច្រើនណាស់ឃើញទេបាទហើយនេះបាទនេះសម្រាប់ស្រេបាទនេះបោកអូច្រើនណាស់ឃើញច្រើនអូខេអញ្ចឹងយើងបន្តណាយើងបន្តបាទចំណុចបន្ទាប់ទៀតគឺ control system ណា control system នេះគឺវាមានដូចជាបញ្ជាដោយ manual មានបញ្ជាដោយ electrical ហើយនិងបញ្ជាដោយ PLC អូខេណាអានេះគឺខ្ញុំគ្រាន់តែលើកយករូបភាពនេះមកបង្ហាញទេអានេះគឺបញ្ជាជា electrical ណាហើយអានេះបញ្ជា by PLC អូខេ by PLC បាទនេះគឺ PLC អញ្ចឹងនេះយើងអត់តន់ស្គាល់ PLC យើងកុំអានស្គាល់ណាខ្ញុំគ្រាន់តែនិយាយសិនទេបាទយើងគ្រាន់តែដឹងថា PLC វាជាប្រព័ន្ធ control មួយណាវាជាគួរក្បាលមួយសម្រាប់ធ្វើការ control បាទ control ទៅលើអីផ្សេងណាអូខេបាទហើយអញ្ចឹងអានេះគឺជាប្រព័ន្ធខ្យល់ហើយណាប្រព័ន្ធខ្យល់របស់យើងអូខេឲ្យវាធ្វើការមិនអញ្ចឹងណាចូលចេញអីចឹងទៅអូខេអញ្ចឹងយើងទៅទៀតសិនណាយើងយល់ប៉ុណ្ណឹងសិនណាអូខេហើយបាទឥឡូវខ្ញុំមកបង្ហាញអំពីចំណុចមួយបន្តអញ្ចឹងខ្ញុំបានបញ្យល់ហើយប៉ុន្តែគ្រាន់ថាខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចឧទាហរណ៍ដូចជានេះ air compressor នេះអូខេហើយ function ណា function តួនាទី component នេះបាទបានន័យថាចំនួនរបស់វាទាំងអស់ហ្នឹងបាទចំនួនអស់ទៅហ្នឹងតើវាមាន function យ៉ាងម៉េចបាទន័យថាវាមានតួនាទីយ៉ាងម៉េចណាអូខេអញ្ចឹងដូចជា air compressor អញ្ចឹងតួនាទីរបស់វាបាទន័យថានេះ products បាទន័យថាផលិតឬក៏បង្កើត compress air អូខេអញ្ចឹងបាទន័យថា air compressor វាជាអ្នកបំណែនខ្យល់អូខេអា compress air នេះគឺចង់សំដៅទៅលើបំណែនខ្យល់ហើយដល់ពេល product នេះគឺវាផលិតឬក៏វាបង្កើតអញ្ចឹងបាទន័យថាវាជាអ្នកបំណែនខ្យល់ណាបាទ
ទូនីតិរបស់វាហើយមួយទៀត air receiver ណានេះ air receiver ឬក៏ហៅថា tank receiver ហ្នឹង receive គឺទទួល receiver ហ្នឹងគឺអ្នកទទួល air receiver ហ្នឹងបានន័យថាអ្នកដែលទទួលខ្យល់ពីណាពី air compressor នេះបាទអញ្ចឹងវាជាអ្នកទទួលពី air compressor ហ្នឹងមកអញ្ចឹងអាហ្នឹងគេហៅថា tank ណាបាទធុងខ្យល់ណាគេហៅធុងខ្យល់អូខេគេហៅ air receiver ពាក្យបច្ចេកទេសណាគេហៅថាធុងខ្យល់បាទឬក៏ហៅថា air tank អញ្ចឹងទៅធុងខ្យល់បាទអញ្ចឹង function របស់វា function របស់ air receiver នេះគឺអីគេគឺ stores air បាទបានន័យថាវារក្សាខ្យល់បាទផ្ទុកខ្យល់ណាបាទន័យថាវារក្សាខ្យល់ឬក៏វាផ្ទុកខ្យល់អូខេមួយទៀតគឺ SOL ណា SOL unit គេហៅថា treatment unit ហ្នឹងបាទហើយគេប្រើពាក្យថា treatment unit ឬក៏ SOL unit បាទហើយ S ហ្នឹងគឺមានន័យថានេះ filter បាទហើយដល់ពេល O មានន័យថា regulator អូខេដល់ពេល L មានន័យថា lubricator អូខេណាអូខេហើយ function របស់វាគឺ filter គឺ clean បាទដល់ពេលបាទ regulator នេះគឺ control pressure ណា control pressure អូខេបន្តមកទៀតបាទនេះ directional control valve ណា directional control valve directional control valve គឺជាឈ្មោះរបស់វ៉ានណាឈ្មោះរបស់ valve នេះ valve ហ្នឹងគឺវ៉ានបិទបើកដល់ពេល directional បើយើងប្រើជាធម្មតាបានន័យថាទិសដៅណាទិសដៅហើយ control នេះគ្រប់គ្រងហើយដល់ពេលអានេះគឺវ៉ានបិទបើកអូខេបើយើងប្រើជាខ្មែរបានថាវ៉ានគ្រប់គ្រងទិសដៅរបស់ខ្យល់ណាបាទគ្រប់គ្រងទិសដៅខ្យល់បាទអញ្ចឹងយើងគ្រប់គ្រងទិសដៅមានន័យថាម៉េចមានន័យថាយើងចង់ឲ្យទិសដៅវាទៅមុខឬទៅក្រោយអញ្ចឹងណាព្រោះខ្យល់វាមានតែទៅមុខនិងទៅក្រោយទេបាទអត់មានអីក្រៅពីហ្នឹងទេអូខេអញ្ចឹង function របស់វាគឺនេះ control air flow direction ណាបាទន័យថាគ្រប់គ្រងទិសដៅលំហូររបស់ខ្យល់បាទទិសដៅលំហូររបស់ខ្យល់ណាលំហូរបាទន័យថាការហូរនៃខ្យល់ហ្នឹងឯងអូខេអាហ្នឹងគឺ function របស់វាហើយមួយទៀតគឺ flow control valve ណា flow control valve ហ្នឹងគឺ function របស់វាគឺថា control speed អូខេ control speed ណា flow control valve នេះគឺជាប្រភេទបានន័យថា valve នេះគឺវ៉ានcontrol នេះគឺគ្រប់គ្រងណាដល់ពេល flow នេះគឺលំហូរអញ្ចឹងបានន័យថាវ៉ានគ្រប់គ្រងលំហូររបស់ខ្យល់ណាបាទយើងប្រែព្រោះនៅក្នុងមេរៀនយើងនិយាយអំពីខ្យល់បាទអញ្ចឹងបានន័យថាវ៉ានគ្រប់គ្រងលំហូរខ្យល់បាទអញ្ចឹងវ៉ានដែលគ្រប់គ្រងលំហូរខ្យល់ function របស់វាគឺ control speed ណាបាទ control speed បានន័យថាវាគ្រប់គ្រងល្បឿនវាអាចឲ្យលឿនវាអាចធ្វើឲ្យយើងអាចធ្វើឲ្យវាលឿនក៏បានធ្វើឲ្យវាយឺតក៏បានអាហ្នឹងគេហៅថា control flow control valve ហើយណាបាទ flow control valve នេះតិចយើងស្គាល់ flow control valve បាទមូលវាបិទបើកហ្នឹងហើយមូលវាបិទបើកអាហ្នឹងហៅ flow control valve ហើយណាវាគ្រប់គ្រងលំហូរតែយើងគ្រប់គ្រងលំហូរគឺមូលបិទបើកហ្នឹងឯងណាអូខេមួយទៀតគឺ pneumatic cylinder ណាអូខេ pneumatic នេះយើងប្រើថាខ្យល់ហើយ cylinder នេះគឺវាគឺជា device មួយប្រភេទបាទនៅក្នុងដែលប្រើប្រាស់នៅក្នុងប្រព័ន្ធ pneumatic បាទអញ្ចឹងទៅមុខទៅខ្ញុំនឹងបង្ហាញថាតើ cylinder ជាអីហើយប៉ុន្តែឥឡូវនេះកុំអាលសិនណាកុំអាលយល់ក៏កុំអាលបកវាពូពាក្យនេះគឺអត់បកទេវាជាឈ្មោះទេណាអញ្ចឹងយើងហៅទេសិនទៅហៅថា pneumatic cylinder ហើយ function វាជាអីណាបាទ function វាគឺនេះ convert air into linear motion ណាអូខេអញ្ចឹងមានន័យថាអា pneumatic cylinder នេះ function របស់វាតួនាទីរបស់វាគឺបំលែង convert នេះគឺបំលែង air បំលែងខ្យល់ into ឲ្យទៅជា linear motion linear នេះគឺគេសំដៅទៅលើត្រង់នេះត្រង់ចលនាដល់ពេល motion គឺចលនាអញ្ចឹងបានន័យថាវាបំលែងខ្យល់ឲ្យទៅជាចលនាត្រង់ណាចលនាត្រង់បាទចលនាមេកានិកគឺចលនាត្រង់អូខេចលនាត្រង់អូខេមួយទៀតគឺ air ណា air motor នេះយើងស្គាល់ពាក្យថា motor គឺជាឈ្មោះរបស់ម៉ាស៊ីនអគ្គិសនីមួយប្រភេទប៉ុន្តែអានេះគេប្រើ air motor នេះគឺជាឈ្មោះម៉ាស៊ីនរបស់ខ្យល់ណា
cứ motor cho năng này hay function bảo viết cứ convert air và into mà này tha bồng lái cho ở tới chia nè rotary ní bạn này tha nè rotary bạn này thì vul chỉ trúng á ok rotary motion chẳng dừng bộ máu thá cho là ná rụng vul nè ok cho ná rụng vul ok mỗi tiết cứ hose và hose and fitting và hose ní cứ từ vô và từ vô dừng prai tha từ vô đó hose ní cứ từ vô và hose ní cứ từ vô tất với dừng prai bị hose năng đại đó hose and fitting và bạn này tha từ vô hơi nâng connector bảo vi đó connector bảo hạ bảo quang trò nữa ok trong function bảo vi bạn này tha carry và carry air bị tha carry ní bao dương prai chia pizza mai dương chia pizza general đó chia pizza tu tứ carry cái tha can dù đặc biệt chó air đặc biệt dương bao dương prai tròn bị tha can dù chó rồi có dù chó thì dương vô lấy ọt vô tê bản chân carry air nó cứ cây sầm đào từ lơ sầm đào u thì họ tha sầm đào từ lơ lủng hồ này chó đó và sầmรับở cho rốt đó sầmรับở cho rốt nên cái hai tha carry air ấy ok chẳng u thọ tha nhóm u thì họ đó u thọ tha nước không từ vô muối chẳng nước không từ vô muối chẳng và hay dương phải cho nước không từ vô nè hay cho nó vì rốt pi nắng lô mà này và vì rốt máu vì rốt nước không từ vô nè và rốt không từ vô nó chắc là nó cái hai tha carry air cho để rốt nông từ vô nó cái carry air và cho rốt nông từ vô nó và vì rốt nước nóng nó cứ cái hai thác carry air đó ok chắc bạn này thác từ vô nó việc cầm pung tái ở cho carry air nước nông từ vô nè nó cứ biết sai cái chẳng bao nhiêu prai gì không ai nhưng mà bạn giấy prai đằng prai tầm vận tái nhưng mà vô là vô biết thác carry air cứ chẳng ok và mình là thác cho vì rốt nông từ vô nè nó carry air đó ok bài này tha prai máu nhom miền biển mũi tiết u thì họ tha đôi chia vì tàu cho chẳng á vì tàu cho lại chộp hay cho nó vì rút được nòng nừng ok vì chọc cho đó bài này tha vì chọc cho chộp hết vì rút được nòng nừng và carry nó nhân can vui nó cứ carry năng ấy đó và ok chẳng dương và to tiết ok và to tiết cứ này ok cái số tha why use pneumatic system chẳng ai pra bị thả system mùi tiền màu đó ok system mùi tiền màu ok why use pneumatic hai đấy ban cái pra bộ bom pneumatic nè cái số hai đấy ban dương pra bộ bom pneumatic ok cái pra cái miền hai part bao kì đó bản chẳng pneumatic system bộ bom pneumatic vài lý và vài lý ní bạn này ta từ lùm từ lý thông thê nhà năng và use because và trong bài này tha pneumatic cứ cái pra viết giang từ lùm từ lý đòi xa tải ok because ní cái dương pra tha pru tai có bán rồi có đòi xa tải dương pra đòi xa tải vì ni chuyện vì xóm đạp chuyện đấy ok đòi xa tải ti mùi đấy safe và safe ní cứ sự vật tập hiệp hay đấy bằng cái tha sự vật tập hiệp thì đã tha no risk ọt miền hai nịp phây thế và ọt miền hai nịp phây từ lời kê fire và ọt miền hai nịp phây để thua ở cháy và trong fire nước nóng cái pra bị tha cháy vinh và cái ọt prai thập lừa nghề đó ok chẳng no risk of fire chẳng vì ọt miền hai nịp phây đã cháy bà đó và chẳng cho dương pra vì mến như cháy thì cho lo đó và vì mình chạy được ghé được sang ấy thế đó ok trong cái data no risk of fire ok or nè explosion rồi có tụ đó explosion nó cứ tụ vì mình tụ đôi và đôi có bay đi ấy thế đó và explosion cái dòng đại từ lượt xả thiệt tụ á và trong vì on miền ấy xả thiệt tụ ấy sao đó và trong cái bao gồm cái cho mó cái tha air is non flammable ok biết thà flammable cứ cái dòng đai từ lơ xa là thiết đai bằng co ở chay và xa là thiết đại ai bằng co ở chay anh ấy cái hai ta flammable
បាទ air in non flammable អញ្ចឹងគេចង់និយាយថានៅក្នុងហ្នឹងគឺខ្យល់វាអត់មានសារធាតុដែលធ្វើឲ្យឆេះទេណាអូខេអញ្ចឹងបានន័យថាវា no risk វាអត់មានហានិភ័យឆេះវាអត់មានហានិភ័យផ្ទុះអូខេណាអូខេមួយទៀតគឺ clean បាទ clean ហ្នឹងបានន័យថាស្អាតអញ្ចឹងវាមិនស្អាតហ្នឹងហេតុអីបានគេសំដៅថាស្អាតគេដាក់ថា no leakage ណា no leakage of oil lie in hydraulic អូខេណាបាទអញ្ចឹងខ្ញុំបង្ហាញតិចថា hydraulic នេះជាអី hydraulic នេះគឺបានន័យថាគឺជាប្រព័ន្ធប្រេងណាប្រព័ន្ធប្រេងដែលគេយកទៅប្រើក្នុងការបានន័យថាបង្កើតនៅចលនាមេកានិកដូចគ្នាបាទចលបង្កើតចលនាមេកានិកដូចគ្នាប៉ុន្តែវាប្រើជាប្រព័ន្ធប្រេងណាហ្នឹងហៅថា hydraulic អូខេដល់ពេល no leakage នេះបានន័យថាវាអត់មានការលេចជ្រាបនេះ leakage នេះគឺប្រែថាការលេចជ្រាបបាទ no leakage of oil អញ្ចឹងបានន័យថាវាអត់មានប្រេងក្នុងការលេចជ្រាបទេបាទអញ្ចឹងបានន័យថាវាអត់មានប្រេងលេចជ្រាបទេបើវាលេចតែខ្យល់វាមិនលេចព្រោះយើងប្រើខ្យល់វាមិនលេចវាអត់លេចប្រេងទេបើវាលេចខ្យល់ហើយខ្យល់ដល់ពេលលេចចេញវាស្អាតឃើញអត់បាទខ្យល់វាលេចចេញមកសួរថាវាទៅប្រឡាក់អីវាអត់ទេខ្យល់លេចចេញទៅវាហើរទៅលើបរិយាកាសហើយអញ្ចឹងបានគេចាត់ទុកថាកន្លែងហ្នឹងវា clean ណាអូខេអញ្ចឹងបានន័យថាវាអត់មានលេចប្រេងដូចប្រព័ន្ធ hydraulic ទេអូខេយើងដាក់ថា suitable for food បាទអញ្ចឹងថា suitable នេះវាស័ក្តិសមណាស័ក្តិសមឬក៏វាសមរម្យណាបាទអញ្ចឹងបានន័យថាវាសមរម្យឬក៏វាស័ក្តិសមក្នុងការប្រើប្រាស់ជាមួយនឹងម្ហូបអាហារ food បាទជាមួយនឹងបានន័យថាវាស័ក្តិសមក្នុងការប្រើប្រាស់ជាមួយនឹងម្ហូបអាហារបាទម្ហូបអាហារអញ្ចឹងបានន័យថាឧទាហរណ៍ថាដូចនំខ្លះគេផ្លុំខ្យល់ប៉ោងនៅក្នុងហ្នឹងណាបាទអញ្ចឹងបានន័យថាកន្លែងហ្នឹងហើយដែលគេប្រើជាមួយអាហារណាអូខេមួយទៀតmedical ណាបាទ medical ហ្នឹងគឺគេសំដៅទៅលើពួកថ្នាំពេទ្យពួកអីហ្នឹងបាទពួកថ្នាំពេទ្យពួកអីហ្នឹងបាទថ្នាំពេទ្យថ្នាំអីក៏គេប្រើខ្យល់ហ្នឹងដែរអូខេមួយទៀតគឺ and package បាទ packaging in the industry អូខេ packaging នេះគឺគេសំដៅទៅលើpackaging នេះគឺគេសំដៅការវេចខ្ចប់បាទដល់ពេល industry ឧស្សាហកម្មអញ្ចឹងឧស្សាហកម្មតាក់ទងនឹងការវេចខ្ចប់អូខេឧស្សាហកម្មតាក់ទងការវេចខ្ចប់ណាបាទវេចខ្ចប់អីគេវេចខ្ចប់ចំណីអាហារម្ហូបចុកឬក៏វេចខ្ចប់ថ្នាំពេទ្យអីហ្នឹងបាទព្រោះខ្យល់វាស្អាតអញ្ចឹងគេយកប្រើវាគឺសុវត្ថិភាពបំផុតអូខេមួយទៀតគឺ fast movement បាទ fast movement fast នេះគឺប្រែថាលឿនអូខេដល់ពេល moment នេះគឺប្រែថាចលនាបាទអញ្ចឹងដល់ពេលយើងប្រែមកទៅគេថាបាទ fast moment ហ្នឹងបានន័យថាបំលាស់ទីរបស់វាហ្នឹងគឺលឿនរហ័សបាទ moment នេះsorry moment នេះគឺបំលាស់ទីច្រឡំចលនាណាបំលាស់ទី fast ហ្នឹងគឺលឿនណាបាទអញ្ចឹង fast moment គឺបំលាស់ទីយ៉ាងលឿនណាបំលាស់ទីរបស់វាបាទបំលាស់ទីអញ្ចឹងខ្យល់គឺបំលាស់ទីនៃខ្យល់គឺលឿនមែនអូខេមួយទៀតគឺបាទនេះគឺ light weight ណា light weight បាទ light weight នេះគឺគេសំដៅទៅលើទម្ងន់វាស្រាលណាបាទ light weight ណា light weight នេះគឺទម្ងន់ស្រាល air hollow ណាបាទអញ្ចឹងទម្ងន់ស្រាលហើយខ្យល់វាត្រូវបានអនុញ្ញាតនេះ hollow នេះវាអនុញ្ញាត rapid cylinder motion rapid នេះគឺ rapid នេះគឺរំពេចបានន័យថាវាលឿនរហ័សបាទ rapid នេះគឺ rapid cylinder motion ចលនារបស់ cylinder ហ្នឹងវាលឿនវារហ័សហ្នឹងគេប្រើពាក្យថា rapid អូខេអញ្ចឹងបានន័យថាទម្ងន់បានន័យថាខ្យល់ហ្នឹងវាស្រាលអញ្ចឹងពេលដែលវាស្រាលវាក៏បានអនុញ្ញាតឲ្យល្បឿនរបស់ cylinder ហ្នឹងគឺវាលឿនណាវាលឿនអូខេវាលឿនបាទហ្នឹងគឺប្រែមកអញ្ចឹងអូខេបន្តមកទៀតនេះ simple នេះគឺប្រែថាសាមញ្ញ low cost នេះគឺបានន័យថាវាធូរថ្លៃថោកខ្មែរយើងប្រើពាក្យថាថោកទំនិញថោកអីចឹងទៅបាទ low cost ហ្នឹងគឺថោកឬក៏ធូរថ្លៃ simple នេះវាសាមញ្ញធម្មតាអីចឹងទៅអូខេអញ្ចឹងគេប្រើពាក្យថា easy to build បាទ easy នេះងាយស្រួលដល់ពេល build នេះគឺរៀបចំបង្កើតឬក៏ផលិតបាទ easy to build បានន័យថាវាងាយស្រួលក្នុងការយកមកប្រើបាទ easy to build ណាវាងាយស្រួលក្នុងការរៀបចំបង្កើតវារៀបចំវាតម្លើងវាអញ្ចឹងណា
ok operate operate ហ្នឹងមិន operate ហ្នឹងគឺបានន័យថាបញ្ជាវាបាទ operate ហ្នឹងគឺបានន័យថាយកវាមក process ដំណើរការណាបាទហ្នឹងគេហៅថា operate ហើយអូខេមួយទៀត and maintain ណាហើយនឹងរក្សាវាទុកបាទអញ្ចឹងវាសាមញ្ញវាធូរថ្លៃដោយសារអីវាងាយស្រួលក្នុងការចាប់វាយកមកប្រើបាទវាងាយស្រួលក្នុងការប្រើហើយវាងាយស្រួលក្នុងការថែទាំអូខេ maintain ណាបាទអូខេអញ្ចឹងបន្តមួយទៀតចំណុចមួយទៀតគឺ reliable នេះគឺបានន័យថាជឿជាក់ឲ្យទុកចិត្តបានណាជឿជាក់ទុកចិត្តបានជឿជាក់ទុកចិត្តបានយ៉ាងម៉េចបាទទុកចិត្តជឿជាក់ទុកចិត្តបានត្រង់ថានេះអាប្រព័ន្ធ pneumatic component ធាតុផ្សំរបស់ pneumatic របស់វាមួយហ្នឹងគឺ are durable នេះ are durable and can run continuously អូខេអញ្ចឹងdurable នេះគឺគេសំដៅទៅលើការប្រើប្រាស់បានយូរណាអញ្ចឹងបានន័យថាធាតុផ្សំផ្សេងៗនៅក្នុងប្រព័ន្ធ pneumatic ហ្នឹងគឺប្រើប្រាស់បានយូរហើយអាចបានន័យថា continuously នេះបានន័យថាវាធ្វើហើយធ្វើទៀតណាបាទអញ្ចឹងវាអាចដំណើរការជាបន្តបន្ទាប់បាទជាបន្តបន្ទាប់អញ្ចឹងបានន័យថាវាអាចធ្វើការរហូតណាបាទធ្វើហើយធ្វើទៀតអាពាក្យថា continuously នេះណាបានន័យថាវាអាចដំណើរការបានហើយបានទៀតហ្នឹងអញ្ចឹងវាធ្វើឲ្យវាប្រើបានយូរណាអញ្ចឹងបានគេហៅថា reliable អូខេអញ្ចឹងបាទប្រព័ន្ធ pneumatic ហ្នឹងគឺ run continuously បានន័យថាវាប្រើប្រាស់បានយូរអញ្ចឹងខ្យល់ហ្នឹងវាជឿជាក់ថាយើងប្រើមានតែអស់អីវាជាធនធានធម្មជាតិណាវាជាធនធានធម្មជាតិហើយយើងទាញវាយកមកប្រើគឺយើងជឿជាក់ថាយើងប្រើវាអត់អស់ទេយើងប្រើវារហូតរហូតណាប្រើជាអត់ទេអូខេវារបស់ធម្មជាតិបាទបាទបន្តទៀតមេរៀនយើងដូចជាយូរច្រើនដែរណាអូខេបន្តមួយទៀតគឺនេះនេះcomment ណា comment application of pneumatic អូខេអញ្ចឹងពាក្យថា comment នេះគឺគេសំដៅទៅលើបាទ comment application នេះគេសំដៅទៅលើការប្រើប្រាស់បាទការប្រើប្រាស់ហើយ pneumatic ណាប្រព័ន្ធខ្យល់បាទ comment ហ្នឹងបាទគេសំដៅទៅលើថាជារួមណា comment ហ្នឹងគឺគេប្រែមកថាជារួមអញ្ចឹងជារួមគឺគេអនុវត្តប្រព័ន្ធ pneumatic ហ្នឹងនៅកន្លែងគេនៅកន្លែងប្រមាណនេះហ្នឹងណាចំណុចហ្នឹងអូខេបាទន័យថាជារួមទៅនៅក្នុងចំណុចទី3នេះគេថាជារួមទៅគឺប្រព័ន្ធ pneumatic គឺគេត្រូវបានយកវាទៅប្រើប្រាស់នៅណាបាទនៅហ្នឹងនេះគេចំណុចទាំងប្រមាណណាអញ្ចឹងចំណុចតោះឥឡូវខ្ញុំចំណុចទី1បាទទី1គឺ automatic door នេះគេទី1គឺ automatic door automatic នេះបានស្វ័យប្រវត្តិដល់ពេល door នេះគឺទ្វារបាទអញ្ចឹងបានន័យថាទ្វារបិទបើកដោយស្វ័យប្រវត្តិណាអូខេអញ្ចឹងទី2នេះគឺ air អានេះ brake នេះគឺបានន័យថាចាប់ប្រាំង air brake បានន័យថាគេយកវាទៅធ្វើការចាប់ប្រាំងណាចាប់ប្រាំងអីគេ drag នៅលើឡានដឹកទំនិញណាឡានដឹកទំនិញផ្សេង and bus បាទ bus នេះគឺឡាន bus យើងស្គាល់ហើយ bus ហ្នឹងគឺឡានក្រុងអូខេអញ្ចឹងឡាន drag ឡានដឹកទំនិញឬក៏ឡានក្រុងគឺគេប្រើខ្យល់ហ្នឹងយកទៅធ្វើប្រាំងធ្វើជាប្រាំងចាប់អូខេមួយទៀតនេះចំណុចមួយទៀតគឺ packing machine ណា packing machine បានន័យថាគេប្រើវាជាមួយនឹង machine workshop បាទ machine workshop បាទ workshop ថ្នាំពេទ្យ workshop ម្ហូបអាហារ workshop អីផ្សេងហ្នឹងទៅណាគេប្រើជា machine workshop មួយទៀតគឺ pick and place machine ណានេះ pick and place machine គេ pick នេះគឺរើសយកណារើសយកបាទរើសយកហ្នឹងបានន័យថាវាចាប់បាទ pick and place machine អញ្ចឹងបានន័យថាគេប្រើជាមួយ machine ដែលទៅចាប់យកអីមួយយកទៅដាក់នៅកន្លែងមួយអញ្ចឹងណាបាទ pick and place នេះបានន័យថាចាប់ហើយយកទៅដាក់នៅកន្លែងមួយអញ្ចឹងទៅដូចស្ទៀងដៃ robot អញ្ចឹងណាចាប់ពីទីនេះយកទៅដាក់នោះអានេះគេហៅថា pick and place machine ណាអូខេជា machine ដែលចាប់របស់អីមួយពីដាក់ពីកន្លែងមួយទៅកន្លែងមួយបាទ robotic gripper ណាបាទ robotic gripper នេះគឺពាក្យថា grip នេះ grip នេះគឺគៀប gripper ហ្នឹងបានន័យថាយើងចាប់ឬក៏គៀបណាយើងប្រើរបស់ទៅគៀបណាបើយើងចាប់យើងប្រើដៃចាប់ប៉ុន្តែអានេះគេប្រើពាក្យថា gripper គេអត់ប្រើពាក្យថាចាប់ទេគេប្រើពាក្យថាគៀបណា
Creeper ហ្នឹងគឺគៀបបាទដល់ពេល robotic យើងស្គាល់ហើយពាក្យថា robot បាទ robot គឺ machine robot ដើរដោយប្រព័ន្ធអគ្គិសនីអេឡិចត្រូនិកហើយមេកានិកចឹងទៅណា robot បាទ robot creeper អញ្ចឹងពពួក robot ដែលវាគៀបបាទស្អីមួយដើម្បីធ្វើអីមួយចឹងទៅណាមួយទៀតគឺ conveyor system ណា conveyor នេះគឺគេអត់បកទេបាទខ្មែរយើងក៏នឹងប្រែថាម៉េចដែរពួក conveyor ហ្នឹងគេប្រែមកថាជាប្រភេទម៉ាស៊ីនដែលធ្វើការដឹកជញ្ជូនវត្ថុមួយពីទីតាំងមួយទៅទីតាំងមួយទៀតអាហ្នឹងគេហៅថា conveyor ណាហ្នឹងប្រាក់ខ្មែរយើងគឺប្រែមកអញ្ចឹងដល់ពេល conveyor system គឺជាប្រព័ន្ធនៃការដឹកជញ្ជូនអង្គធាតុមួយពីកន្លែងមួយទៅកន្លែងមួយទៀតអូខេវាជាប្រព័ន្ធណាអូខេហើយមួយនេះគឺ car repair tool ណា car repair tool បានន័យថាឧបករណ៍ដែលយកទៅជួសជុលឡានគឺមានអីគេដូចជា air gun បាទកាភ្លើងខ្យល់ដែលយើងយកភ្លើងខ្យល់ទៅដោះកង់ឡានដោះអីហ្នឹងណាឬក៏ air hammer នេះគឺញញួរបានន័យថាញញួរខ្យល់ដែលយើងយកវាទៅអុកយកទៅដំអីផ្សេងៗហ្នឹងទៅណាអូខេបាទហើយណាបាទមេរៀនយើងដូចជាច្រើនដែរបាទខ្ញុំមើលបន្តិចសិនតែខ្ញុំគួរបន្តទៀតអត់principle of pneumatic operation compressed air store nothing អូច្រើនដែរអូខេអញ្ចឹងខ្ញុំសូមផ្អាកសិនណាអូខេខ្ញុំផ្អាកសិនអញ្ចឹងខ្ញុំបង្ហាញគ្នាយើងត្រឹមតែចំណុចទី3ទេអូខេត្រឹមចំណុចទី3ព្រោះយើងក៏មើលដល់វែងឆ្ងាយឡុងឡាយដល់ណាដល់ណីដែរណាអូខេអញ្ចឹងថ្ងៃបន្ទាប់ខ្ញុំនឹងបង្ហាញនៅចំណុចទី4បន្តណាចំណុចទី4ដែលនិយាយពី advantage and limitation ណាសារៈប្រយោជន៍ហើយនឹងការព្រំដែនកំណត់នៃការប្រើប្រាស់របស់វាដល់ណាណាអូខេអញ្ចឹងប៉ុណ្្នឹងចុះណាបាយបាទអូខេណាយើងត្រឡប់មកជួបគ្នាវិញណាត្រឡប់មកជួបគ្នាវិញបន្ទាប់ពីយើងបានរៀនប្រព័ន្ធ pneumatic បាទដែលខ្ញុំបង្ហាញអំពី introduction មកនេះយើងមានអារម្មណ៍យ៉ាងម៉េចដែរចំពោះប្រព័ន្ធ pneumatic ដែលខ្ញុំបានបង្ហាញបាទអញ្ចឹងដោយសារពេលវេលាណាមេរៀននឹងវាច្រើនវាទាមទារឲ្យយើងតាមដានម្ដងតិចអញ្ចឹងអ្នកដែលរៀនខាងអគ្គិសនីអេឡិចត្រូនិកបាទមេកាត្រូនិកបាទផ្នែកមេកានិកអីហ្នឹងសូមតាមដានណាក៏សូមតាមដានមួយណាបាទហើយអ្វីដែលខ្ញុំបានបង្ហាញខាងដើមហ្នឹងវាមិនតន់ចូលទៅស៊ីជម្រៅនៃប្រព័ន្ធ pneumatic ទេណាវាគ្រាន់តែជាការ introduction ណែនាំឲ្យស្គាល់តែប៉ុណ្ណឹងបាទប៉ុន្តែគ្នាយើងតាមមើលវាបន្តិចម្ដងទៅណាហើយថ្ងៃក្រោយទៀតគឺខ្ញុំនឹងធ្វើវីដេអូបន្តទៀតដើម្បីជាប្រយោជន៍ទៅដល់យុវជនយើងជំនាន់ក្រោយបាទយុវជនយើងជំនាន់ក្រោយប៉ុន្តែខ្ញុំក៏អធិស្ឋានផងបើសិនបើយើងក្នុងការនិយាយទៅមានការខុសឆ្គងអីផ្សេងណាព្រោះអីមនុស្សយើងវាមិនដូចម៉ាស៊ីនទេវាតែមានកំហុសខុសឆ្គងជាច្រើនណាប៉ុន្តែអ្វីដែលខ្ញុំមានខ្ញុំចែករំលែកបើសិនបើល្អទទួលយកទៅហើយបើសិនបើមិនល្អទេគឺបាទយើងរីចេចចោលទៅយើងកុំទទួលយកវាណាអូខេដោយពាក្យចាស់យើងនិយាយចឹងគេថាពុតគ្រូកុំឲ្យត្រាប់ច្បាប់គ្រូឲ្យយកបាទអញ្ចឹងបើសិនបើក្នុងករណីយើងឃើញគ្រូគាត់មានកំហុសបាទអញ្ចឹងកុំធ្វើតាមណាបាទពុតគ្រូកុំឲ្យត្រាប់ហ្នឹងគឺមានថាកុំនៅពេលដែលពុតហ្នឹងគឺបាទពុតគ្រូពាក្យថាពុតហ្នឹងគឺគេសំដៅទៅលើថាពុតត្បុតណាបាទឧទាហរណ៍ថាគាត់ធ្វើខុសអីអញ្ចឹងមួយឬក៏គាត់មិនល្អចំណុចណាមួយអញ្ចឹងគេថាយើងកុំត្រាប់តាមបាទពេលគាត់ធ្វើអីខុសអីមិនវិញយើងកុំត្រាប់តាមបាទអញ្ចឹងពាក្យចាស់គាត់ថាពុតគ្រូកុំឲ្យត្រាប់តែច្បាប់គ្រូគេឲ្យយកបាទប៉ុន្តែដល់ពេលច្បាប់របស់គ្រូដាក់មកគឺគេឲ្យយកបាទព្រោះច្បាប់ចេញមកគ្រូមិនដែលដឹកនាំសិស្សអាក្រក់ទេបាទគឺតែតែធ្វើឲ្យសិស្សនឹងល្អហើយរីកចម្រើនណាបាទព្រោះគ្រូគាត់ដើរតួជាអ្នកបន្តបដាលបាទដូចជាឪពុកម្ដាយទី2អញ្ចឹងបាទដូចជាឪពុកម្ដាយទី2អញ្ចឹងគ្រាន់ថាវា
vì copy bông mà đai thao bông mà đai có rồi xin chấm chẳng tới hay đó cho nhom bệnh bỏ về nhảy bỏ sai rừng nữa vừa dương nẹo chạy cái té vừa dương chơi cái rừng đó rồi chơi nó khó hay đi đó và chẳng mẹ rong mạch đáy không ca riêng mảnh bộ mảnh nhưng cái tha dương riêng được du tại vậy đó và dương riêng chú hỏi để dây tràn mà dây tràn tại do toàn đăng than năng chị ấy tại dương dây tràn nè và là vậy nhom bà hàn hay vậy nhom riêng rộp từ nó cứ cô non bỏ nhóm cứ cho dương nó đăng một pi bịa chạy cái tê chia bị sao ông lì bà buộc bịa chạy cái tê chia sao ông lì này dương sầm khán đó ba dương chỉ nẹp chạy cái tê dương cũng cất hai dương ở trong bà chia sao ông lế nữa ba phía sau ông lế bờ dương ở trên chạy cái tê dương thư ca toàn cái tê bà dương trời chơi phía sau ông lế cái này dương chơi phía sau ông lế búa kháng bịa chạy cái tê dương nghi xuống trong cái research tiền bà dương sao chiêu research bà dương research ở trong Google vì sao tôi bị sót ông lề hay ai cái xa xem cứ sát tay vì sao ông lề thằng đây dương vô vì màu thua chi reference bà này thay dương vô vì màu dùng gì ai cái xa không ca và điểm xem nhé cứ sát tay ông lề thằng ở miền Khmer thì hay vậy thoáng tới dương có ở miền cả cam ca bật chạy cái tên na quạt riệp chòm bộ prai bị sập hơi bị chạy cái tê đồng bè cô khai riêng này cứ ăn miên thế đó cứ từ miên tại khu bị chạy cái tê năng ai đại cọt chui ở khmer cho nó khôi nó vô đằng bật hàm bật tái nhóm có chia sài đá nhóm một miền bản bộ sập hơi bị chạy cái tê năng chỉ bị ra khmer đấy bùi nhóm ở miền tây từ thưa vì thế mà hai miền ta liệt về tình này chẳng bây giờ này dương đấy hai miền chi bị sao ông lên miền chị ấy hay giờ tầng o tới tầng ông lên tầng mai tầng ấy à đi cứ mẹ nè chơi thế còn nhóm mình chơi hơi chắc tha trong mẹ nè chơi hết còn là tha bản đào môn bản score vi môn đó ở đâu ta ông lấy có ọt chơi đá mẹ nè chơi thế vậy cho tới mẹ nè chơi thế mình uột thật luôn ấy nên bậc cài luôn ấy nên chơi thế tái còn tại đào môn bà ôi thọ được bị thật nơi mà tích dương prai tha dương vô màu bị cạch phía xá và đại bị cạch phía xá miền an tha nơi má hơi prai thạc xó ok chắc ảnh nó mau nhom an mồn nhom đăng mồn chẳng bằng như này nhom chạy mồn tập văn đăng này vận tải thì dương nơi cáo công ta đang đôi khi ở thì dương riêng mày đấy và chẳng dương có chết nhom có chết còn tại nhom chạy mồn mình tích và to món thì dương chạy tam khôi chẳng chạy đôi khi ok ao dương riêng ok chẳng nhom miền là phần đăng ấy và cô ấy ở miền stream ấy tầm đó hay cứ sim tầm đó này và ok này bye bye đấy sốc bài tầm đó này